បាទលំហាត់នេះបង្ហាញអំពីរបៀបកាត់រោឬក៏កលឹមឲ្យទៅជា cell address តែមួយបាទអញ្ចឹងបើសិនជាយើងចង់កាត់ពីកលឹមទី1រហូតដល់កលឹមទី6អញ្ចឹងយើងគ្រាន់តែ select ចុចឲ្យចំពីកលឹមទី1នេះរហូតដល់កលឹមទី6នេះបាទរួចហើយយើងប្រើ merge and center ចុចឲ្យចំ merge and center បាទពេលនោះវាដាច់កលឹមទី1រហូតដល់ទី6វាចេញទៅជា cell address តែមួយបាទអញ្ចឹងខាងក្រោមដូចគ្នាបើសិនជាយើងចង់កាត់ទៀតយើង select មកបាទនេះបាទអញ្ចឹងនៅក្នុងតារាងនេះគឺយើងត្រូវការកាត់គ្រប់រ៉ូទាំងអស់អញ្ចឹងបើសិនជាយើងកាត់ម្ដងមួយចេះអញ្ចឹងយើងត្រូវប្រើពើលយូរណាស់បាទទម្រាំតែហើយនៅខាងនេះទៀតបាទអញ្ចឹងវិធីសាស្ត្រធ្វើដើម្បីឲ្យមានភាពលក្ខណៈលឿននោះគឺយើងគ្រាន់តែ select លើកលឹមពីកលឹមទី1នេះដល់កលឹមទី6បាទរួចហើយយើងអូសមកក្រោមឲ្យបានគ្រប់រ៉ូទាំងអស់ដែលយើងត្រូវកាត់បាទដល់ក្រោមនេះបាទបន្តមកទៀតយើងคลิกទៅលើខាងចុងនៃ merge and center នេះមានសញ្ញានេះមួយនេះបាទយើងចុចឲ្យចំសញ្ញានឹងមករួចហើយយើងអូសម៉ៅចុះមកក្រោមបន្តិចយើងរចុចលើពាក្យថា merge across បាទពាក្យថា merge across បាទចុចនេះមកពេលនោះនឹងដាច់ឲ្យយើងគ្រប់រ៉ូគ្រប់កលឹមទាំងអស់ឲ្យយើងតែម្ដងនេះបាទនៅក្នុងកន្លែងដែលយើងបាន select នេះបាទនៅក្នុង week 2នេះវាមាន6កលឹមដូចគ្នាដែលយើងត្រូវកាត់បាទអញ្ចឹងយើង select ចាប់ពីកលឹមទី1រហូតដល់កលឹមទី6នេះរួចហើយ select ឲ្យគ្រប់រ៉ូទាំងអស់ដែលយើងត្រូវកាត់បាទលេចមកដល់ក្រោមមកបាទបន្តមកទៀតយើងคลิกនៅខាងប្លោះនេះបាទនៅខាងចុងនៃពាក្យថា merge and center នេះបាទមានសញ្ញាមួយនេះចុចឲ្យចំសញ្ញានឹងមករួចហើយអូសម៉ៅចុះមកក្រោមយើងคลิกទៅលើពាក្យថា merge across បាទពេលនោះនឹងដាច់គ្រប់រ៉ូគ្រប់កលឹមឲ្យយើងទាំងអស់តែម្ដងនេះបាទអញ្ចឹងយើងធ្វើរបៀបនេះមានភាពលក្ខណៈលឿនជាងដែលយើងកាត់ម្ដងមួយបាទលំហាត់នេះបង្ហាញអំពីរបៀបកាត់រ៉ូឬក៏កលឹមរំលាយចូលគ្នាឲ្យទៅជា cell address តែមួយបាទនៅក្នុងលំហាត់ទី2នេះបង្ហាញអំពីរបៀបដាក់បន្ទាត់បាទឬក៏តារាងអូតូបាទអញ្ចឹងយើងគ្រាន់តែបញ្ចូលលេខរៀងទៅគឺចេញបន្ទាត់ឬក៏តារាងឲ្យយើងអូតូបាទឧបមាថាយើងវាយលេខ1ណាចេញតារាងលេខ2ចេញតារាងលេខ3ចេញតារាងអូតូតែម្ដងនេះលេខ4អញ្ចឹងរបៀបធ្វើតារាងអូតូនេះបាទអញ្ចឹងយើងត្រូវតែវាយចំណងជើងសិនបាទយើងវាយចំណងជើងមកដាក់លេខរៀងឈ្មោះភេទថ្ងៃខែឆ្នាំកំណើតបាទហើយនឹងលេខទូរស័ព្ទឧបមាចឹងចុះបាទអញ្ចឹងយើងវាយចំណងជើងរួចហើយយើងគ្រាន់តែ select លើចំណងជើងរបស់យើងនេះណាទាំងអស់មកហើយយើងទាញអុសចុះមកក្រោមបាទមកល្មមមកបាទបន្តមកទៀតយើងคลิกទៅលើពាក្យថា home tab នៅខាងលើនេះបាទបន្តទៀតយើងคลิกទៅលើ conditional formatting បាទចុចឲ្យចំសញ្ញានេះមកបាទបន្តទៀតអូសម៉ៅមកក្រោមคลิกទៅលើ color scales បាទបន្តទៀតយើងអូសម៉ៅមកខាងនេះមកយើងคลิกទៅលើ more ruler បាទបន្តទៀតយើងคลิกទៅលើពាក្យថា use a formula to determine which cell to format បាទคลิกចំពាក្យហ្នឹងមកបាទត្រង់ប្រឡោះនេះបាទប្រឡោះនេះគឺយើងคลิกទៅលើសញ្ញាព្រួញឡើងលើនេះបាទសញ្ញាព្រួញខាងចុងនេះបាទរួចហើយយើងយកម៉ៅរបស់យើងចុចឲ្យចំឈ្មោះលេខរៀងនេះបាទកន្លែងអក្សរ N នេះបាទតទៅទៀតយើងចុចទៅលើ keyboard របស់យើងចុច F4 2ដង1 2បាទតទៅទៀតយើងคลิกទៅលើបាទនេះคลิกទៅលើសញ្ញាព្រួយនេះបាទតទៅទៀតយើងคลิกទៅលើពាក្យថា format បាទត្រង់ style នេះយើងចង់ដាក់ពណ៌ផ្ទាត់យើងដាក់ពណ៌ផ្ទាត់ត្រង់កន្លែងខាងក្រោមនេះមក color បាទឥឡូវខ្ញុំដាក់ពណ៌ផ្ទាត់ពណ៌នេះចុះបាទពណ៌ឈាមជ្រូកនេះចុះបាទអញ្ចឹងត្រង់កន្លែង style នេះយើងចង់បាន mode ណាបាទយើងចង់បាន mode នេះផ្ទាត់ឬក៏ mode នេះឬក៏ mode នេះឬក៏ style មួយនេះឬក៏ style មួយនេះគឺអាស្រ័យលើយើងចង់បានឥឡូវខ្ញុំយក style ខាងក្រោមផុតចុះផ្ទាត់នេះចុះបាទបន្តទៀតคลิกទៅលើពាក្យថា outline បាទរួចហើយคลิกពាក្យថា OK
បាទព្រោះនោះវាបញ្យួរយើងនេះឃើញមានបន្ទាត់ពណ៌ឈាមជ្រក់ឲ្យយើងមើលឃើញនេះបាទតោះទៀតយើងคลิกទៅលើអូខេបាទព្រោះនោះនៅតារាងរបស់យើងនេះគឺអត់តាន់ចេញតារាងឲ្យយើងទេលុះត្រាតែយើងបញ្ចូលនៅលេខរៀងបានចេញតារាងឬក៏បន្ទាត់ឲ្យយើងបាទឥឡូវខ្ញុំដាក់លេខ1 enter មកបាទព្រោះនោះវានឹងចេញតារាងឲ្យយើងនេះបាទនេះបាទឥឡូវលេខ2 enter លេខ3 enter លេខ4 enter មកលេខ5 enter លេខ6 enter អញ្ចឹងយើងវាយបាទវាយទៅតាមលេខរៀងរបស់យើងដែលចង់បានមកបាទវានឹងចេញឲ្យយើងអូតូតែម្ដងបាទនេះ10បាទនេះអញ្ចឹងតារាងចេញឲ្យយើងអូតូបាទសូមអរគុណបងប្អូនដែលបានតាមដានទស្សនានៅវីដេអូរបស់ខ្ញុំបាទ